ជំរាបសួរបងប្អូននេះគឺជាតារាងតម្លៃមាសនៅថ្ងៃទី14ខែសីហាឆ្នាំ2026ទៅតាមហាងឆេងទៅតាមកម្រិតមាសនីមួយៗនៅក្នុងហាងឆេងស្រុកខ្មែរអមជាមួយនឹងព័ត៌មានដែលខ្ញុំនឹងជម្រាបជូនបងប្អូនអ្វីដែលយើងកំពុងនិយាយគឺជាស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោកតេតិនជាមួយនឹងតម្លៃប្រេងខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាមានអារម្មណ៍មានអារម្មណ៍រៀងធូរចិត្តមកវិញបន្ទាប់ពីយើងឃើញថាតម្លៃប្រេងហ្នឹងវាធ្លាក់នៅសល់4150រៀលនៅក្នុងប្រទេសសម្រាប់ប្រេងធម្មតានៅក្នុងស្រុកខ្មែរណាហើយតម្លៃហាងឆេងប្រេងអន្តរជាតិក៏ឃើញថាធ្លាក់ដែរដល់ពេលហ្នឹងយើងគិតថាប្រហែលជាមានដំណើររឿងល្អប្រសើរបន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិកកើតឡើងមានមកដែលបង្កជាវិបត្តិធម្មពលប្រហែលជាបងប្អូនខ្លះក៏គិតថាប្រហែលជាវិបត្តិធម្មពលនេះរំលងផុតទៅហើយអញ្ចឹងណានៅពេលដែលវិបត្តិធម្មពលកើតឡើងវិបត្តិមួយទៀតកើតឡើងគឺវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោកបងប្អូនមានចាប់អារម្មណ៍នេះហេតុអីក៏តម្លៃប្រេងនៅក្នុងពេលបច្ចុប្បន្នហ្នឹងណាតម្លៃប្រេងចុះថោកហេតុអីទៅហើយយើងឃើញការប្រកាសរបស់អង្គការតេតិនជាមួយនឹងអង្គការធម្មពលពិភពលោកហ្នឹងបានប្រកាសថាប្រេងរបស់ពិភពលោកហ្នឹងកាន់តែខោចទៅហើយបើយើងយកតម្រូវការប្រេងដែលប្រើប្រាស់នៅក្នុងមួយថ្ងៃប្រហែលជា105លានបារ៉ែលទៅចែកជាមួយនឹងប្រេងពិភពលោកស្តុកយើងចែកគឺមានន័យថាពិភពលោកមានប្រេងប្រើរយៈពេលតែ180ថ្ងៃប៉ុណ្ណោះមានស្តុកប្រេងហ្នឹងអាចប្រើបានតែ180ថ្ងៃមិនមែនមានន័យថា180ថ្ងៃអស់ប្រេងទេព្រោះយើងមានប្រេងខ្លះយកមកផលិតតែស្តុកប្រេងគឺវាខោចទៅហេតុអីក៏តម្លៃប្រេងក៏ធ្លាក់ចុះនេះគឺជាសញ្ញាព្រមានគ្រោះថ្នាក់មួយទៀតទៅដល់សេដ្ឋកិច្ចរបស់ពិភពលោកតម្លៃប្រេងនៅក្នុងពេលបច្ចុប្បន្ននេះបានធ្លាក់ចុះមិនមែនមកពីការផ្គត់ផ្គង់ប្រេងវាគ្រប់គ្រាន់ឬក៏ស្ថានភាពតែទៅជាមួយនឹងវិស័យធម្មពលវាចាប់ផ្ដើមមានភាពល្អប្រសើរនោះទេប៉ុន្តែវាធ្លាក់ចុះនៅការប្រើប្រាស់នៅតម្រូវការប្រេងប្រទេសចិនដែលធ្លាប់ប្រើប្រាស់ប្រេងរហូតដល់ទៅ11លានបារ៉ែលនៅក្នុងមួយថ្ងៃនោះគឺបានកាត់បន្ថយការនាំចូលប្រេងប្រមាណជា5លានបារ៉ែលដែលគេសង្ស័យថាចិនការប្រើរូបមន្តនេះដើម្បីការពារតែទៅជាមួយនឹងការឡើងថ្លៃនៃទំនិញឬក៏ការឡើងថ្លៃនៃការផលិតរបស់ខ្លួនដែលធ្វើឲ្យសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញរបស់ខ្លួនមានបញ្ហាប៉ុន្តែបើយើងមើលស្តុកប្រេងរបស់ប្រទេសចិនគឺមានប្រមាណជាង1.7 លានបារ៉ែលដែលគេអាចរំពឹងថាចិនហ្នឹងអាចប្រើប្រាស់បានរហូតដល់ទៅ1ឆ្នាំប៉ុន្តែបើយើងងាកផុតពីប្រទេសចិនទៅទៀតមិនមែនតែប្រទេសចិនទេដែលកំពុងតែកាត់បន្ថយការនាំចូលប្រេងនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនតែយើងមានឃើញបណ្ដាប្រទេសផ្សេងៗគឺបានកាត់បន្ថយការនាំចូលប្រេងចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឬក៏នាំចូលប្រេងទៅក្នុងការប្រើប្រាស់របស់ខ្លួនតាមការប៉ាន់ប្រមាណរបស់អង្គការឃ្លាំមើលឬក៏អង្គការស្ថាប័នឬក៏ទីភ្នាក់ងារធម្មពលអន្តរជាតិដែលហៅកាត់ថា IEA ហ្នឹងបានព្យាករណ៍បន្ថែមថាតម្រូវការប្រេងនៅថ្ងៃខាងមុខនៅក្នុងរយៈពេលឆាប់ៗនេះប្រហែលជានឹងកាត់បន្ថយរហូតដល់ទៅ1.5 លានបារ៉ែលនៅក្នុងមួយថ្ងៃបន្ថែមទៀតតួលេខនេះមិនមែនជាតួលេខតិចទេហើយក៏វាជាសញ្ញាប្រាប់ដែរថាតម្រូវការនៃការប្រើប្រាស់ប្រេងរបស់ពិភពលោកថយចុះតម្រូវការថយចុះមានន័យថាម៉េចសង្វាក់ផលិតកម្មឬក៏ការផលិតរបស់ពិភពលោកនោះវាថយចុះហើយចុះអាសង្វាក់ផលិតកម្មនិងការផលិតរបស់ពិភពលោកនោះវាថយចុះបណ្ដាអីដោយសារតែតម្រូវការរបស់ពិភពលោកនឹងថយចុះតែយើងកំពុងតែឈានចូលនៅក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ2022ដែលពិភពលោកជួបនៅវិបត្តិការធ្លាក់ចុះនៅតម្រូវការសកលឬក៏បែបណាវាជាសញ្ញាបង្ហាញជាបណ្ដាទៅហើយកាលណាបើសិនជាមានការធ្លាក់ចុះនៅតម្រូវការជាសកលយើងនឹងឃើញសេដ្ឋកិច្ចរបស់ពិភពលោកនឹងចាប់ផ្ដើមវិលត្រឡប់ទៅភាពលំបាកឬក៏វិលត្រឡប់ទៅបញ្ហាតិផរណារួមជាមួយនឹងការធ្លាក់ចុះនៅតម្រូវការដែលនឹងធ្វើឲ្យអាជីវកម្មឬក៏សេដ្ឋកិច្ចម៉ាក្រូគ្រួសារជាពិសេសនៅប្រទេសដែលកំពុងអភិវឌ្ឍរួមជាមួយនឹងប្រទេសដែលក្រីក្រនឹងធ្លាក់ចូលទៅលើបញ្ហានៃហិរញ្ញវត្ថុបន្ថែមទៅទៀតហើយនេះគឺជាព័ត៌មាននិងជាសញ្ញាមួយថ្មីមួយដែលយើងកំពុងតែតាមដានដល់គ្នាឥឡូវខ្ញុំយកដកស្រង់ព័ត៌មានមួយដែលគេសម្ភាសប្រធានក្រុមហ៊ុន Saudi Aramco តាមរយៈកាសែត Reuters នៅក្នុងបទសម្ភាសឆ្លងគ្នាប្រធានរបស់ក្រុមហ៊ុន Saudi Aramco បាននិយាយប្រាប់ថាប្រេងរបស់ពិភពលោកចាប់តាំងពីថ្ងៃធ្វើសង្គ្រាមរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់មកពិភពលោកបានបាត់បង់ប្រេងប្រមាណជា 2.6 លានបារ៉ែលហើយដែលក៏បាត់បង់វាតេតិនជាមួយនឹងការដឹកជញ្ជូននិងសុវត្ថិភាពនៃការដឹកជញ្ជូនប្រេងរួមជាមួយនឹងការបូមប្រេងផងដែរសង្វាក់ផលិតកម្មឬក៏ផលិតកម្មនៃការបូមប្រេងក៏គេអាចបញ្ឈប់បានទេហើយយើងវាបង្ហាញពីការខាតបង់និងការបាត់បង់ប្រេងចេញពីប្រព័ន្ធសេដ្ឋកិច្ចមុនពិភពលោកមានបញ្ហាសង្គ្រាមតែទៅជាមួយនឹងតម្រូវការប្រេងពិភពលោកត្រូវការប្រេងប្រមាណជាង103លានបារ៉ែលនៅក្នុងមួយថ្ងៃ103លានបារ៉ែលនៅក្នុងមួយថ្ងៃក្នុងការប្រើប្រាស់
ហើយបើយើងនិយាយពី stock ប្រេងរបស់ពិភពលោកមានប្រមាណជា1400លានបារ៉ែលហើយ stock ប្រេងដែលគ្រប់គ្រងដោយរដ្ឋាភិបាលមានប្រមាណជា900លានបារ៉ែលអញ្ចឹងអា stock ប្រេងរបស់ឯកជនយើងអាចបង្ខំគេយកបានតែអា stock ប្រេងរបស់រដ្ឋាភិបាលដែលគេបញ្ចេញមកណាបើយើងគិតថាបញ្ចេញទាំងអស់តែម្ដងគ្នាយើងយកមកចែកនឹងតួលេខនៅតម្រូវការនៃការប្រើប្រាស់គឺអាចប្រើប្រាស់បាន180ថ្ងៃទៀតអស់ប្រេង stock តែមិនមែនមានថានឹងអស់ប្រេង stock ទេព្រោះប្រេងនៅតែមានការបូមចូលបូមចេញរហូតទេតែគ្រាន់តែវាជាសញ្ញាព្រមានដែលយើងគួរតែចងចាំកន្លងមកទៅយើងលើការព្យាករណ៍របស់អ្នកវិភាគទាំងអស់ភាគច្រើនគេព្យាករណ៍ថាប្រេងអាចកើនឡើងរហូតដល់ទៅ120ទៅ150ដុល្លារនៅក្នុង1បារ៉ែលប៉ុន្តែបច្ចុប្បន្ននេះបើយើងក៏លេខមើលតម្លៃប្រេង Brent ថានៅក្នុងរយៈក្នុងតម្លៃ$87នៅក្នុង1បារ៉ែល WTI នៅក្នុងរង្វង់$81នៅក្នុង1បារ៉ែលអញ្ចឹងមានអ្នកព្យាករណ៍ហ្នឹងក៏ព្យាករណ៍ខុសអ្នកព្យាករណ៍ហ្នឹងក៏មិនទាន់កំណត់ថាគាត់អាចព្យាករណ៍ខុសដែរពីព្រោះបញ្ហាប្រេងឬក៏របស់ប្រេងនៅក្នុងពេលបច្ចុប្បន្ននេះវាមិនទាន់ផ្ទុះខ្លាំងហើយតើតើជាមួយនឹងតម្លៃដែលយើងឃើញធ្លាក់ចុះហ្នឹងវាមិនមែនដោយសារតែស្ថិរភាពនៃវិស័យធម្មពលហ្នឹងវាកើតឡើងនៅក្នុងកម្រិតប្រសើរទេប៉ុន្តែវាកើតឡើងដោយសារតែតម្រូវការរបស់ពិភពលោកធ្លាក់ចុះនិងកំពុងបន្តការធ្លាក់ចុះបន្ថែមទៅទៀតឥឡូវនេះអ្វីដែលគេជជែកគ្នាច្រើនតើសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ែរ៉ង់នឹងស្ថិតនៅក្នុងរយៈពេលណាបន្តថែមទៅទៀតហើយវានឹងផ្ដល់ភាពរ៉ាំរ៉ៃកម្រិតណាទៅដល់សេដ្ឋកិច្ចពិភពលោករួមជាមួយនឹងវិបត្តិធម្មពលបងប្អូនទៅជាមួយនឹងប្រេងចុះថោកនេះខ្ញុំទាញបងប្អូនឲ្យត្រឡប់ទៅតម្លៃមាសបន្តិចយើងឃើញធនាគារកណ្ដាលសហរដ្ឋអាមេរិកមិនសម្រេចចិត្តកាត់បន្ថយការប្រាក់ទេហើយហេតុអីហើយក៏ព្យាយាមហើយក៏នៅតែមានបំណងក្នុងការដំឡើងអត្រាការប្រាក់ពីព្រោះសហរដ្ឋអាមេរិកនៅតែមិនទុកចិត្តអំពីតម្លៃប្រេងតើតម្លៃប្រេងនឹងធ្វើឲ្យតម្រូវការពិភពលោកធ្លាក់ចុះហើយឬក៏តម្លៃប្រេងនឹងស្ទុះងើបឡើងវិញសិតតែជារឿងមួយដែលអាចប៉ាន់ស្មានបានអញ្ចឹងហើយបានជាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកក៏ទុកចន្លោះក្នុងការមើលទិន្នន័យពីមួយខែទៅមួយខែបើសិនបើមានការប្រែប្រួលកើតឡើងតើតើជាមួយនឹងវិបត្តិធម្មពលចឹងគោលនយោបាយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចនឹងជួយស្រោចស្រង់អំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសខ្លួននេះគឺជារឿងដែលយើងមើលឃើញថាពិភពលោកមិនងាយស្រួលហើយស្ថានភាពនៃតម្លៃមាននៅស្ថិតនៅក្នុងភាពប្រសើរឬក៏ដំណើរប្រសើរនោះទេនេះជាអ្វីដែលខ្ញុំជម្រាបជូនបងប្អូនជាព័ត៌មានដែលតែងតែអមជាមួយនឹងបទសម្ភាសផ្សេងៗដែលខ្ញុំដកស្រង់តេតិនជាមួយនឹងសារព័ត៌មានផ្សេងៗដែលបានចុះផ្សាយរួមជាមួយនឹងការបន្ថែមតេតិនជាមួយនឹងទស្សនៈនិងការវិភាគផ្សេងៗរបស់ខ្ញុំរាល់ការនិយាយទាំងអស់មិនកំណត់ថាត្រូវទេដូចនេះបងប្អូនអាចផ្ទៀងផ្ទាត់និងស្វែងរកព័ត៌មានបន្ថែមព័ត៌មានដែលខ្ញុំបានលើកឡើងនេះគឺជាការផ្សាយចេញរបស់ព័ត៌មានខ្សែ Reuters នៅក្នុងព្រឹកមិញអញ្ចឹងពេលដែលបងប្អូនចូលទៅបងប្អូននឹងឃើញតេតិនជាមួយនឹងការសម្ភាសបទសម្ភាសន៍មួយហ្នឹងនឹងការព្យាករណ៍អំពីការធ្លាក់ចុះនៃតម្លៃប្រេងរបស់ស្ថាប័នភ្នាក់ងារពិភពលោកដែលហៅកាត់ថា IEA នឹងតែម្ដងអញ្ចឹងបើសិនជាមានកង្វះខាតសូមបញ្ចេញមតិដោយសុជីវធម៌រួមជាមួយនឹងការផ្ដល់នូវចំណេះដឹងសម្រាប់គ្នាទៅវិញទៅមកអរគុណពី PayE Video News និងសុភាវគតិសូមជម្រាបលា